អូសម្រាប់បងប្អូនដែលជិះរថយន្តចាជិះរថយន្តទៅព្រានយន្តហោះណារីតាចាបងប្អូនមើលវីដេអូនេះហើយគឺមិនមែនបានត្រឹមតែព្រានយន្តហោះណារីតាទេបងប្អូនអាចទៅដល់ព្រានយន្តហោះហានិតាដែរចាព្រោះថាផ្លូវទៅតែមួយទេបងប្អូនហ្នឹងហើយបើយើងជិះតាមណាវីក៏បានដែរក៏តែគាត់ថាណាវីបោះឡានហ្នឹងគឺវានាំយើងចូលទៅផ្លូវគេហៅថាផ្លូវស្តុកកោផ្លូវហ្នឹងវារៀងញ៉ៃញ៉ៃចាហ្នឹងហើយខ្ញុំក៏អត់សូវចូលចិត្តដែរផ្លូវហ្នឹងព្រោះថាវារៀងញ៉ៃញ៉ៃជាងផ្លូវដែលខ្ញុំនាំនេះផ្លូវនេះគឺថាវាស្រួលយើងជិះតាដូរតែម្ដងពីរដងទៅគឺយើងអាចជិះបានអញ្ចឹងណាវាមានផ្លាកឲ្យមើលរហូតអត់ញ៉ៃញ៉ៃដូចជាផ្លូវដែលបោះណាវីនាំទេចានេះគឺជាផ្លូវ129បងប្អូនដែលរស់នៅម្ដងភូមិហ្នឹងគាត់ស្គាល់ច្បាស់ហើយគេហៅថាផ្លូវជាតិ129ហ្នឹងហើយគឺឥឡូវយើងកំពុងតែជិះឆ្ពោះទៅរកផ្លូវ highway ដែលគេហៅថាធូមេគឺជាផ្លូវដែលភ្ជាប់ពីទីក្រុងតូក្យូទៅទីក្រុងណាហ្គូយ៉ាអញ្ចឹងណាក៏តែនេះផ្លូវជាតិទេបងប្អូនក៏តែមុននឹងចូលនេះខ្ញុំសូមចាក់ឡានចាក់សាំងបន្តិចសិនព្រោះថាកន្លែងចាក់សាំងនេះវារៀងធូរថ្លៃចាយើងចាក់ខ្លួនឯងក៏ប៉ុន្តែគាត់ថាវាធូរថ្លៃអញ្ចឹងណាហ្នឹងហើយដូច្នេះនៅពេលដែលយើងនេះចូលចាក់សាំងហើយអញ្ចឹងទៅចាបន្ទាប់ពីចាក់សាំងហើយយើងក៏ធ្វើដំណើរមកផ្លូវវិញដដែលបងប្អូនហ្នឹងហើយឡើងមកផ្លូវ129ដដែលទៅហើយរត់ប្រហែលជាប្រហែលនាទីទៅគឺចេញផ្លាកនេះមកហើយផ្លាកឲ្យយើងឡើងទៅផ្លូវលឿនអញ្ចឹងណាបងប្អូនចាឲ្យពេលចូលមកដល់ហ្នឹងយើងយកសមុទ្រសិនចំពោះបងប្អូនដែលមាន ETC ក៏តែបើមាន ETC ហើយអត់ទេគឺយើងទៅតែម្ដងទៅហើយមកដល់កន្លែងនេះដែរវានឹងមានផ្លាកពីរមួយសម្រាប់ទៅណាហ្គូយ៉ានិងមួយសម្រាប់ទៅតូក្យូដូច្នេះសូមបងប្អូនបើកមកខាងផ្លូវទៅតូក្យូហើយខ្ញុំសូមណែនាំឲ្យបងប្អូនបើកទៅខាងស្ដាំមកហើយបងប្អូនព្រោះថាខាងឆ្វេងក៏បានដែរក៏ប៉ុន្តែគាត់ថាខាងឆ្វេងទៅគេលោកពេលដែលឡើងទៅជួបជាមួយផ្លូវលឿនហ្នឹងគេលោកបងប្អូនពិបាកដូចថាកិច្ចឡានក្រោយឬក៏ខ្លាចឡានក្រោយអីទៅអញ្ចឹងណាដូច្នេះខ្ញុំណែនាំបងប្អូនមកខាងស្ដាំពេលដែលយើងចូលខាងស្ដាំហ្នឹងទៅពេលដែលយើងចូលទៅដល់ផ្លូវគេហៅថាផ្លូវជំនួបជួបគ្នាគេហៅថា go view ហ្នឹងបងប្អូន view ហ្នឹងកន្លែងហ្នឹងគឺយើងបាច់ចាំសុំអ្នកសុំដូចគេចេះគឺសុំចូលអញ្ចឹងណាដូច្នេះគឺបងប្អូនអាចចេញទៅបានស្រួលចា៎ដូច្នេះចំពោះអ្នកដែលបើកកោតដៃដបងហ្នឹងគឺខ្ញុំឲ្យមកខាងស្ដាំមកហើយអញ្ចឹងណាហើយនៅពេលដែលយើងឡើងមកដល់ផ្លូវលឿនហ្នឹងបើសិនជាបងប្អូនខ្លាចបងប្អូនចូលនៅខាងឆ្វេងទៅព្រោះថាប្រទេសជប៉ុនគឺផ្លូវលឿនគេតែងតែមាន3ខ្សែទី1គឺខាងខ្សែអត់សូវបញ្ចេញលឿនខ្សែទី2គឺសម្រាប់បើកធម្មតានិងខ្សែទី3គឺសម្រាប់អ្នកវ៉ាក៏ប៉ុន្តែចំពោះនាងខ្ញុំវិញខ្ញុំសូមឲ្យបងប្អូនបើកទៅខាងបន្ទាត់កណ្ដាលព្រោះថានៅខាងឆ្វេងហ្នឹងយើងបើកលឿនណាស់ក៏ប៉ុន្តែកន្លែងខាងឆ្វេងហ្នឹងភាគច្រើនគឺជាកន្លែងជំនួបរវាងកន្លែងឡានផ្សេងដែលគេឡើងមកពីផ្លូវធម្មតាមកអញ្ចឹងបងប្អូនដូច្នេះយើងពិបាកគិតបាក់អីចឹងខ្ញុំថាឲ្យនៅខ្សែបន្ទាត់កណ្ដាលទៅគឺយើងបើករហូតគឺយើងបាច់ចាំព្រួយបារម្ភពីអ្នកដែលគេចូលមកជួបគ្នាទៅអញ្ចឹងណាព្រោះថាប្រទេសជប៉ុនផ្លូវល្បឿនលឿនរបស់តូក្យូទៅណាហ្គូយ៉ាហ្នឹងភាគច្រើនគឺអ្នកឡើងមកគឺគេឡើងមកពីខាងឆ្វេងដូច្នេះបើសិនជាយើងនៅខាងខ្សែខាងឆ្វេងគឺយើងអាចនឹងពិបាកគិតពិបាកអីចឹងទៅដូច្នេះខ្ញុំសូមឲ្យបងប្អូននៅបន្ទាត់កណ្ដាលទៅគឺយើងស្រួលអញ្ចឹងណាបាច់ចាំគិតទៅណាច្រើនបន្ទាប់មកបងប្អូនបើកទៅឃើញគេដាក់ផ្លាកម៉ាជីតាហ្នឹងហើយដូច្នេះសូមឲ្យបងប្អូនដូរនៅកន្លែងម៉ាជីតាបើសិនជាបងប្អូនជិះទៅត្រង់ក៏បានដែរហ្នឹងផ្លូវណាវីភាគច្រើនវាណែនាំទៅត្រង់ក៏ប៉ុន្តែនេះខ្ញុំសូមណែនាំមកតាមម៉ាជីតានេះដូច្នេះគឺបងប្អូនចុះដូរនៅកន្លែងម៉ាជីតាហ្នឹងណាគឺថាបងប្អូនត្រូវបដូរផ្លូវទៅផ្លូវមួយទៀតគេហៅថា Yokohama Shindo ហ្នឹងហើយដូច្នេះបងប្អូនចុះនៅកន្លែងម៉ាជីតាហ្នឹងហើយបងប្អូនធ្វើដំណើរបន្តទៅផ្លូវមួយទៀតហើយកន្លែងនេះសូមឲ្យបងប្អូនប្រយ័ត្នបន្តិចបើសិនជានេះបងប្អូនទៅខាងឆ្វេងបងប្អូនបើសិនជាទៅខាងស្ដាំគឺផ្លូវធម្មតាចាផ្លូវមិនមែនជាផ្លូវលឿនទេណាមកដល់កន្លែងនេះក៏គេដាក់ផ្លាកដែរបងប្អូនមើលទៅបើថាទៅខាងស្ដាំគឺផ្លូវធម្មតាដូច្នេះសូមបងប្អូនមកខាងឆ្វេងព្រោះថាផ្លូវលឿននៅប្រទេសជប៉ុនគឺគេដាក់ពណ៌បៃតងដូច្នេះបើសិនជាបងប្អូនពិបាកមើលអសបងប្អូនមើលទៅផ្លាកទៅបានហើយព្រោះថាផ្លូវលឿនគេដាក់ពណ៌បៃតងថាផ្លូវធម្មតាគឺដាក់ពណ៌ខៀវហើយបន្ទាប់មកបងប្អូនបើកតាមផ្លូវនឹងមករហូតមកបើករហូតដល់ទៅចេញផ្លាកគេដាក់ចេញផ្លាកហានេដាហ្នឹងហើយបងប្អូនបើកមករហូតមកអីទេគឺត្រង់មករហូតចឹងណាអត់មាននេះទេខ្ញុំចឹងដូច្នេះខ្ញុំសូមណែនាំបងប្អូនបើកនៅខ្សែបន្ទាត់កណ្ដាលទៅព្រោះវាអត់មានញ៉ៃអីចឹងណាហើយបងប្អូនបើកម្ដងមកគឺនឹងឃើញគេដាក់ផ្លាកហានេដាអីបន្ទាប់មកបងប្អូននៅបើកនៅពាក់កណ្ដាលនឹងរហូតចឹងណាបងប្អូននៅតែបន្តបើកមករហូតទៅដល់មួយផ្លូវមួយផ្លូវបែកមានមួយទៅឆ្វេងមួយទៅស្ដាំក៏ដូច្នេះបងប្អូនបើកនៅតែខ្សែកណ្ដាលហ្នឹងទៅអីគឺវានាំយើងទៅខាងស្ដាំហ្នឹងហើយអត់មានទៅខាងឆ្វេងទេបន្ទាប់មកបងប្អូនបន្តបើកទៅវាចេញផ្លាកមកនេះដាក់ផ្លាកទៅខាងនេះដាក់ចឹងណានៅពេលនេះហើយបងប្អូនត្រូវមកចូលខាងឆ្វេងព្រោះបើសិនជាបងប្អូនទៅខាងស្ដាំទៀតវានឹងទៅខាងយោកូស្កាអីដូច្នេះគឺបងប្អូនចូលមកខាងឆ្វេងមកបន្ទាប់នោះក៏គេដាក់ផ្លាកដែរបងប្អូនមានទៅខាងនេះដាក់ហើយនឹងមួយទៀតទៅខាងយោកូស្កាចឹងណាដូច្នេះគឺបងប្អូនបើកមកខាងឆ្វេងមកវានឹងនាំបងប្អូនឲ្យទៅខាងផ្លូវខារីបាសែងហ្នឹងហើយបើសិនជាបងប្អូនចេះមើលអក្សរក៏គេដាក់ផ្លាកដែរមានផ្លាកហូបក្បាលហោះហ្នឹងបងប្អូនដូច្នេះគឺបងប្អូនបើកមកខាងផ្លូវដែលមានក្បាលហោះហ្នឹងមកហើយបន្ទាប់មកគឺបងប្អូនបើកមកត្រង់រហូតបងប្អូនបើកមករហូតទៅវានឹងចេញអក្សរនៅលើផ្លូវគេដាក់អក្សរហានេដាអីដូច្នេះគឺបងប្អូនបើកម្ដងទៅតាមអក្សរហ្នឹងទៅគឺបានហើយនេះអក្សរគេសរសេរនៅលើនេះបងប្អូនគេដាក់អក្សរហានេដាអញ្ចឹងណាដូច្នេះគឺបងប្អូនបើកទៅតាមនឹងតម្រង់ត្រង់រហូតទៅបើកទៅវានឹងដល់កំពង់ផែចាដល់កំពង់ផែហើយគឺវានឹងនាំយើងឡើងទៅផ្លូវ Highway Bridge ហ្នឹងណាបងប្អូនចាបន្ទាប់មកបងប្អូនបើកនៅលើស្ពាន Bay Bridge ហ្នឹងទៅគឺវាមានស្ពានបន្តគ្នាពី3ស្ពានអញ្ចឹងណា
ហើយចំពោះទេសភាពវិញគឺថាស្អាតខ្លាំងបងប្អូននៅខាងស្ដាំដៃហ្នឹងគឺកំពង់ផែលាតសន្ធឹងនិយាយទៅគឺចម្ងាយ50 គីឡូបងប្អូនធំមែនទែននៅពេលដែលយើងមើលទៅគឺថាស្មើសម័យឃើញថាអីវ៉ាន់ពីគ្រប់ពិភពលោកក៏មកចូលកន្លែងហ្នឹងអីវ៉ាន់ពីជប៉ុនក៏ត្រូវចេញទៅពិភពលោកវិញក៏ទៅតាមច្រកហ្នឹងអីចឹងណាដូច្នេះគាត់ថាស្មើសម័យហ្នឹងក៏ថាធ្វើឲ្យអារម្មណ៍យើងនឹងស្រស់ស្រាយពេលឃើញកប៉ាល់ឃើញអីចូលមកចឹងណាបងប្អូនចាបន្ទាប់ពីឆ្លងស្ពានហ្នឹងហើយបងប្អូនក៏ចូលមកដល់ផ្លូវក្រោមសមុទ្រគឺថាផ្លូវហ្នឹងគឺសម្រាប់បំបីគេហៅថាទៅកោះ7ពេកហ្នឹងបងប្អូនគឺតបជាប់ពីខេត្តខាណាងកាវ៉ាទៅខេត្តជីបាគឺតបជាប់ពីខាវ៉ាសាគីហ្នឹងទៅដល់ខេត្តជីបាចឹងណាហ្នឹងហើយដូច្នេះបងប្អូនបើកមកខាងស្ដាំដៃរហូតមកព្រោះទៅខាងឆ្វេងហ្នឹងគឺវានាំទៅផ្លូវគេហៅថាឧបនាតារឹកហ្នឹងហើយដូច្នេះបងប្អូនបើកមកខាងស្ដាំរហូតមកដល់ផ្លូវក្រោមសមុទ្រហ្នឹងហើយបងប្អូននឹងចូលផ្លូវក្រោមដីមួយទៀតក៏ប៉ុន្តែផ្លូវក្រោមដីនេះគឺវាដាក់ផ្លាកអីគឺសម្រាប់ទៅតារាងយន្តហោះហានេដាចាហ្នឹងហើយដូច្នេះបើសិនជាបងប្អូនណាត្រូវចូលទៅតារាងយន្តហោះហានេដាគឺបងប្អូនងាកចូលខាងឆ្វេងហើយចឹងណាហ្នឹងហើយក៏ប៉ុន្តែលើកនេះគឺនាងខ្ញុំទៅខាងណារីតាដូច្នេះគឺយើងនៅតែបើកត្រង់រហូតទៅចឹងទៅបងប្អូនបន្ទាប់ពីហ្នឹងមកគឺបងប្អូនបើកខាងស្ដាំរហូតទៅខាងស្ដាំរហូតហ្នឹងទៅគឺនឹងវានឹងចេញរូបក្បាលហោះឲ្យបងប្អូនមើលទៀតហើយហ្នឹងគឺសម្រាប់ដាក់លើហ្នឹងគឺថាដាក់ទៅខាងណារីតាចឹងណាហ្នឹងហើយដោយសារថ្ងៃដែលនាងខ្ញុំទៅហ្នឹងគឺថាស្ទះផ្លូវមែនទែនដោយសារមានគ្រោះថ្នាក់ចរាចរណ៍បងប្អូនហ្នឹងហើយដោយសារស្ទះផ្លូវខ្លាំងហ្នឹងហ្នឹងគឺនិយាយទៅចាំមិនថានៅពេលដែលយើងធ្វើដំណើរផ្លូវឆ្ងាយគឺយើងត្រូវទៅមុនឲ្យបាន3 4ម៉ោងទៅបងប្អូននេះគម្រោងនេះខ្ញុំកាលនោះគឺថានាងខ្ញុំត្រូវទៅដល់តារាងយន្តហោះម៉ោង5ល្ងាចទេបងប្អូនក៏ប៉ុន្តែមានណាឡើងស្ទះឡើង3ម៉ោង4ម៉ោងហ្មងណាធម្មតាពីផ្ទះនាងខ្ញុំទៅប្រើរយៈពេលតែ2ម៉ោងទេក៏ប៉ុន្តែនេះគឺថាស្ទះខ្លាំងមែនទែនរហូតដល់4ម៉ោងដល់តារាងបងប្អូនចាគឺថាបើកតាំងពីពេលថ្ងៃរហូតដល់ពេលល្ងាចចាបងប្អូនហ្នឹងហើយក៏តែក៏សប្បាយភ្នែកយ៉ាងដែរបងប្អូនព្រោះថាទេសភាពពេលយប់ភ្លើងពណ៌ទីក្រុងតូក្យូថាស្អាតខ្លាំងមែនទែនហ្នឹងហើយយើងអាចបំបត្តិ stress បានម្ដងការដែរព្រោះថាទេសភាពស្អាតខ្លាំងហ៎ចាដល់ចឹងឲ្យបងប្អូនមើលទេសភាពពេលយប់ទីក្រុងតូក្យូភ្លែតដែរបងប្អូនគឺថាស្អាតខ្លាំងណាហើយម្ដងហ្នឹងបងប្អូនបាច់ព្រួយបារម្ភទេគឺចេញផ្លាកឲ្យបងប្អូនមើលចឹងចេញផ្លាកថាទៅតារាងកប៉ាល់ហោះរូបកប៉ាល់ហោះដាក់ឲ្យប៉ុណ្ណាណីហ្មងដូច្នេះម្ដងហ្នឹងបងប្អូនបាច់ព្រួយបារម្ភថាអូជិះវែងផ្លូវអីទៀតទេគឺម្ដងហ្នឹងគឺចេញផ្លាកឲ្យរហូតដែរបងប្អូនបន្ទាប់មកបងប្អូនបើកប្រហែលជា50 គីឡូទៅគឺវានឹងឃើញផ្លាកមួយទៀតឲ្យបងប្អូនបត់ខាងឆ្វេងហ្នឹងហើយដូច្នេះបងប្អូនចូលមកខ្សែឆ្វេងហើយក៏បានដែរព្រោះបើទៅត្រង់វាទៅដល់ជីបានិយាយទៅផ្លូវហ្នឹងគឺវាតភ្ជាប់ទៅដល់ទីជីបាហ្មងណាក៏តែយើងត្រូវចុះនៅតារាងណៃតាដូច្នេះបងប្អូនចូលមកឆ្វេងមកវានឹងនាំទៅផ្លូវមួយទៀតផ្លូវហ្នឹងគឺសម្រាប់ទៅតារាងណៃតាហ្មងដូច្នេះបងប្អូនបាច់ព្រួយបារម្ភទេម្ដងហ្នឹងគឺដាក់ផ្លាកកប៉ាល់ហោះគឺប៉ុណ្ណាណីឲ្យវាឲ្យយើងចូលឆ្វេងចូលអីគឺគេទៅសេតាមហ្នឹងហើយកុំតែបាច់ព្រួយបារម្ភអត់ចេះមើលអសមើលតែផ្លាកហ្នឹងក៏បានដែរបងប្អូនបន្ទាប់មកម្ដងហ្នឹងគឺមានផ្លូវចែកជា2បងប្អូនខាងឆ្វេងគឺយើងត្រូវចុះទៅផ្សេងខាងស្ដាំអាហ្នឹងមិនតម្រង់ទៅតារាងកប៉ាល់ហោះហ្នឹងហើយដូច្នេះបើសិនជាបងប្អូនយកឡានទៅទុកនៅតារាងឯងបងប្អូនមកខាងស្ដាំមកក៏តែបើសិនជាបងប្អូនយកទៅផ្ញើនៅកន្លែងដាក់ផ្ញើឡាននេះភាគច្រើនគឺទៅខាងឆ្វេងព្រោះថាខាងឆ្វេងគេត្រូវចេញសិនណាបងប្អូនចេញពីផ្លូវនឹងមួយសិនយកឡានទៅទុកទៅអីចឹងណាក៏តែបើថាយើងគាត់ទៅទទួលឬមួយក៏យើងយកឡានទៅផ្ញើនៅកន្លែងតារាងហ្នឹងមកបងប្អូនមកខាងស្ដាំមកដូច្នេះពេលជិះមកត្រង់មកវានឹងឃើញដល់កន្លែងគិតលុយអីគិតលុយកន្លែងគេហៅថាម៉ាស៊ីនគិតលុយរបស់គេអញ្ចឹងណាបន្ទាប់ពីឆ្លងកាត់កន្លែងគិតលុយហ្នឹងហើយគឺដល់គេចេញផ្លាកឲ្យបងប្អូនថាទៅ terminal មួយណា terminal 1 terminal 2វិញទៅតាមហ្នឹងអញ្ចឹងទៅដោយសារលើកហ្នឹងខ្ញុំយកឡានទៅផ្ញើនៅក្នុងតារាងហ្មងបងប្អូនដោយសារគេមានសេវាកម្មគេមកយកឡានយើងអញ្ចឹងណាព្រោះដោយសារនេះខ្ញុំទៅភាគច្រើនអីវ៉ាន់ច្រើនដូច្នេះបើខ្ញុំទៅផ្ញើកន្លែងផ្សេងយើងត្រូវរើអីវ៉ាន់រើអញញ៉ៃអញ្ចឹងភាគច្រើននេះខ្ញុំតែងតែទៅដាក់ផ្ញើប្រើសេវាកម្មហ្នឹងគឺឲ្យគេមកយកឡានយើងនៅកន្លែងមុខពលានហ្នឹងហើយពេលដែលយើងត្រឡប់ទៅវិញហ្នឹងគេយកឡានយើងហ្នឹងមកឲ្យយើងនៅមុខពលានហ្នឹងវិញដូច្នេះគឺថាចំពោះបងប្អូនណាដែលមានកូនតូចឬក៏មានអីវ៉ាន់ច្រើនហ្នឹងនេះខ្ញុំសូមណែនាំឲ្យប្រើសេវាកម្មហ្នឹងទៅមែនតើនិយាយទៅគឺថ្លៃជួលវាអត់សូវខុសគ្នាហ្មងទេបងប្អូនលើខ្វះគ្នាតែ1000ឬក៏2000អីមែនទេពេលខ្លះយើងគិតថាវាអាចថ្លៃក៏តែបើសិនជាយើងគិតរឿងចំណាយពេលវេលាដែលយើងជួលអីវ៉ាន់ចុះឡើងហើយនឹងមានកូនតូចមានអីហ្នឹងគឺនេះខ្ញុំថាតម្លៃប៉ុណ្ណឹងវាអត់ថ្លៃអីទេព្រោះនិយាយទៅអីវ៉ាន់យើងបើសិនជាយើងដាក់ផ្ញើនៅកន្លែងផ្សេងយើងត្រូវជួលអីវ៉ាន់ចេញពីឡានហើយយើងត្រូវលើកអីវ៉ាន់ហ្នឹងដាក់នៅក្នុងឡានឲ្យគេមកទទួលយើងទៀតហើយនៅពេលដែលយើងត្រឡប់ទៅវិញហ្នឹងក៏អញ្ចឹងដែរដូច្នេះវាញ៉ៃដូច្នេះនេះខ្ញុំពិចារណាគឺខ្ញុំប្រើសេវាកម្មដែលឲ្យគេមកយកដល់បុគ្គលិកអញ្ចឹងណាហ្នឹងហើយគឺថាយើងចំណេញពេលវេលាហើយគឺចំណេញកម្លាំងទៀតទៅចាវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណបងប្អូនដែលបានតាមដានវីដេអូនេះដល់ចប់ព្រោះថាយើងវែងបន្តិចបងប្អូនក៏ប៉ុន្តែបងប្អូនមើលវីដេអូនេះហើយគឺបងប្អូនអាចជិះមកពលានណារីតាបានហើយនឹងអាចជិះមកពលានហានេដាបានដោយមិនបាច់ព្រួយបារម្ភចាអរគុណច្រើននឹងចាំជួបគ្នានៅវីដេអូផ្សេងទៀត